ដីបានរយៈពេលជាង10ឆ្នាំបាទសម្រាប់បងប្អូនដែលមិនស្គាល់ថាស្ពរគឺជាអ្វីសូមបងប្អូនស្រមៃទៅលើផ្ការុក្ខជាតិទូទៅរុក្ខជាតិទូទៅដែលមានផ្កាគឺតែងតែមានកេសរញីកេសរឈ្មោលដែលយើងហៅថាកេសរញីកេសរឈ្មោលកេសរញីឬកេសរឈ្មោលនេះឯងដែលយើងហៅថាស្ពរសរុបមកវិញស្ពរគឺជាសារធាតុល្អិតដូចជាលំអងធូលីដែលមាននៅលើផ្ការុក្ខជាតិហើយនិងនៅលើផ្សិតក៏ជារុក្ខជាតិមួយដែលបន្តពូជទៅតាមស្ពរផងដែរដូចជានៅក្នុងរូបវីដេអូនេះជាដើមការដែលយើងចង់បណ្ដុះផ្សិតឬចង់បន្តពូជផ្សិតមិនថាផ្សិតចំបើងឬផ្សិតអ្វីនោះទេដែលយើងបណ្ដុះរាល់ថ្ងៃគឺបន្តពូជតាមរយៈស្ពរគឺជាលំអងល្អិតទូចដូចជាលំអងធូលីដែលមាននៅក្នុងរូបវីដេអូនេះសម្រាប់មេរោគ Anthracis នេះគឺយើងអាចជួបប្រទះបាននៅលើសត្វពាហនៈទូទៅដែលស៊ីស្មៅជាចំណីអាហារដូចជាគោដូចជាក្របីដូចជាសេះដូចជាចៀមដូចជាពពែជាដើមសម្រាប់មេរោគ Anthrax នេះឬមេរោគ Anthrax